បាទបងសកម្មភាពពេលព្រឹកនេះលទ្ធផលពេលព្រឹកបងបានច្រើនដែរនេះបែបធម្មជាតិបងសុខសាន្តមើលទៅខ្មៅហ្នឹងសិតតែពើងហើយបាទខ្មៅសិតពើងហើយនោះត្រាយើងប្រកាត់មួយវគ្គសិនបន្ទាប់មកចូលឆ្នាំរួចតែយើងប្រកាត់មួយវគ្គទៀតបងគឺយើងឆ្លាស់គ្នាកាត់ជាប់គ្នាគឺខ្ញុំអត់មានសយូយើងត្រូវតចេញពីម៉ូទ័រធំអញ្ចឹងដូចអញ្ចឹងមានប្រកាត់ដាក់វៀនគ្នាប៉ុណ្ណឹងបងខ្មៅរើលសិតពើងកែបបាទនេះគឺជាមេដែលខ្ញុំប្រកាត់រួចគឺយើងត្រូវបំបែកវាដាក់ផ្សេងគ្នាបងកុំឲ្យច្រឡំអញ្ចឹងកុំឲ្យប្រកាត់មេដដែលនេះខ្ញុំបំបែកវាហើយពីមុនខ្ញុំដាក់ឈ្មោះឥឡូវខ្ញុំលើកយកឈ្មោះចេញដាក់មេនេះហ្នឹងតមកបានយើងធ្វើតង់ក្រោបពីលើការពារមកវាត្រូវតែភ្លៀងនេះគឺមេដែលខ្ញុំប្រកាត់ហើយបងប្អូនមើលពោះវាទៅនៅមានពើងតែខែក្រោយចាំយើងប្រកាត់តទៀតយើងត្រូវបំបែកគ្នាបែបនេះខ្ញុំដាក់ក្នុងស្រះមើលស្រះនេះគឺអត់ទាន់បានយកនេះចេញទេក៏ផ្លោកចេញទេនេះគឺជាមេដែលយើងត្រូវចូលឆ្នាំហើយយើងត្រូវរើសមេហ្នឹងប្រកាត់ទៀតព្រោះមេនេះខ្ញុំដាក់3វគ្គលេគ្នាអញ្ចឹងវាមានពើងមុនក្រោយអញ្ចឹងហើយនេះគឺសិតតែពើងហើយពោះទៅគឺខ្ញុំលើកលៃប្រកាត់វាម្ដងអញ្ចឹងណាសិតតែពើងហើយអត់មើលទេសិតតែមេពើងហើយពោះឡើងក្រៀតអស់ហើយសម្រាប់បងប្អូនដៃថ្មីអាចរៀនបានសិក្សាពីវីដេអូខ្ញុំបានយើងត្រូវរៀនបង្កាត់បើសិនតែមេណាដែលយើងបង្កាត់ហើយយើងត្រូវបំបែកចេញកុំឲ្យដាក់ចូលច្បល់មួយមេថ្មីដែលយើងមិនទាន់បង្កាត់កុំឲ្យយើងចាប់ទៅបង្កាត់ទៅយើងយកមេដដែលអញ្ចឹងពើងវាធ្លាក់បានតិចហើយមេសិតតែពើងទាំងអស់ហ្មងខ្ញុំចាប់ដើមរៀបចំវាសិនហើយមេនោះគឺពើងអូសពោះនោះហើយគឺកន្លែងប្រព័ន្ធដែលខ្ញុំដុសទឹកមានសយោមានអីបង្ហូរសយោនិយាយទៅរៀបចំកន្លែងបានរៀបរយសិតតែមានសយោកន្លែងនេះកន្លែងត្រង់ពើងហើយកន្លែងនេះកន្លែងមេដែលខ្ញុំត្រូវបំបែកមានឈ្មោះខ្ញុំដាក់ដោយឈ្មោះផ្សេងហើយនេះនៅក្រោមលុបដើមខប់នៅខាងកើតផ្ទះបញ្ជាក់ប្រាប់បងប្អូនថាមេនេះគឺខ្ញុំអត់រក់ទេព្រោះខ្ញុំខ្វះមេច្រើនគឺខ្ញុំអាចនឹងទិញមេថ្មីចូលឬក៏ទុកឆ្នាំក្រោយអីយកមេថ្មីចូលថែមទៀតហ្នឹងគឺយើងទុកមេថ្មីចូលហើយមេនេះគឺសិតតែប្រកាត់បានមកគឺខ្ញុំខ្វះកូនច្រើនហើយនឹងខ្វះសាច់អញ្ចឹងឆ្នាំនេះគឺមិនទាន់បានចេញសាច់ទេព្រោះថានៅរោងចាំមេថ្មីបងប្អូននេះគឺសិតមេថ្មីទាំងអស់អត់មានមេចាស់មកក្បាលទេសិតតែមេថ្មីនេះពូជខ្មែរបងប្អូនខ្មៅនេះពូជខ្មែរមានតែ40ក្បាលទេមេសម្រាប់មេមាន40ក្បាលទេនោះក៏ខ្មែរដែរខ្មៅនោះនេះសិតពូជថៃសតហើយវីដេអូក៏មានតែប៉ុណ្្នឹងទេបងចាំមើលវីដេអូស្ថានភាពពីកូនកុកយោបងប្អូន